បាទសួស្តីបងប្អូនទាំងអស់គ្នាចូលជាមួយលោកគ្រូបន្តទៀតបាទលោកគ្រូសូមធ្វើកំណែទៅលើវិញ្ញាសាស្ត្រទី5ឆមាសទី2តេស្តស្តង់ដារឆមាសទី2បាទផ្នែកគណិតវិទ្យាបាទអញ្ចឹងមុននឹងកែបលោកគ្រូសូមជម្រាបបងប្អូនថាវិញ្ញាសានេះសម្រាប់សាលាដែលជាតេស្តស្តង់ដារអនុវត្តតេស្តស្តង់ដារគឺចេញដូចគ្នាទាំងអស់ព្រោះមានបងប្អូនខ្លះគាត់ខមមិនមកថាដូចគ្នាអត់លោកគ្រូចេញវិញ្ញាសានេះក៏ពិតសាលាដែលអនុវត្តតេស្តស្តង់ដារគេហៅថាគម្រោងជីបបាទគឺចេញដូចគ្នាហ្មងណាហើយឥឡូវគេហៅថាសាលាស្តង់ដារគំរូនោះបាទហើយបងប្អូនអាចស្រាវជ្រាវតាម YouTube ឬក៏តាមប្រព័ន្ធ ផ្សេងៗបាទលោកគ្រូអ្នកគ្រូគាត់ធ្វើច្រើនដែរលោកគ្រូឃើញណាអាចស្រាវជ្រាវមុនបានដោយសារក្រសួងគាត់អនុញ្ញាតឲ្យយើងស្រាវជ្រាវមុនបាទហាមយកទៅបើកច្រឡងទៅបានហើយបាទអញ្ចឹងយើងរៀនឲ្យចេះទៅពេលដាក់លំហាត់មកយើងគួយធ្វើតែម្ដងមើលឲ្យយល់គួយធ្វើតែម្ដងហើយចំណុចមួយទៀតលោកគ្រូសូមជម្រាបថាសម្រាប់ឆ្នាំ2025ឆ្នាំហ្នឹងហើយយើងប្រៀបធៀបជាមួយឆ្នាំមុន2024អញ្ចឹងវិញ្ញាសាចេញមុនក្រោយគ្នាមួយខែឆ្នាំ2024យើងចេញមុនឧទាហរណ៍ថា2025នេះយើងខែនៅក្នុងខែ8លោកគ្រូថតក្នុងខែ8នេះអញ្ចឹងលោកគ្រូត្រូវយកបើប្រឡងខែ8លោកគ្រូទៅយកវិញ្ញាសាខែ9ឆ្នាំមុនយកមកដាក់បាទអញ្ចឹងដោយសារឆ្នាំ2025នេះយើងចូលរៀនមុន2024មួយខែមកណាអញ្ចឹងការចេញវិញ្ញាសាក៏មុនមួយខែដែរអញ្ចឹងលោកគ្រូសូមជម្រាបប៉ុណ្ណឹងប្រហែលបងគាត់ឆ្ងល់ហើយមានអ្នកខមមិនសួរថាដូចមកតែខែ7មិនក៏ដូចខែ8អញ្ចឹងណាបាទដោយសារវាចេញមុនមួយខែអញ្ចឹងឈប់ឆ្ងល់ទៅកុំឲ្យខាត់ពេកតើយើងចូលទៅអនុវត្តទាំងអស់គ្នាបាទអញ្ចឹងវិញ្ញាសាទី1នេះគេថាចូលអានេះចូលគូសញ្ញាធិកក្នុងប្រអប់មកចម្លើយត្រឹមត្រូវតែមួយគត់បាទចូលគណនាផលដក8/10ដកនឹង2/10ឲ្យបានត្រឹមត្រូវបាទអញ្ចឹងបងប្អូនមើលនឹងជាប្រភេទដែលមានភាគបែងដូចគ្នាឃើញទេភាគដែលមានភាគបែងដូចគ្នាយើងដកតែភាគយកនិងភាគយកទៅភាគបែងរក្សាទុកដដែលបាទអត់បបាក់ទេបងយើងស្រឡឹងមើលអាណាភាគបែង10ទៅឬជួនកាលលេខខ្លះអាចសម្រួលនេះបានណាឥឡូវយើងមើលមកថាដកភាគយកនិងភាគយកទៅភាគបែងរក្សាទុក8ដក2ស្មើបានសល់6អញ្ចឹង6/10ចម្លើយវានៅសល់6/10ឯណា6/10នេះបងនេះមិនគិតវិញឆ្ងាយគឺ6/10គូសញ្ញាធិកមួយខ្វោកមកបាទ6/10មួយទៀតចូលបំពេញចន្លោះខាងក្រោមឲ្យបានត្រឹមត្រូវបាទអញ្ចឹងចន្លោះនេះគេឲ្យយើងបំពេញណាបងបាទអញ្ចឹងកនេះគេដាក់ថាលេខ2នេះគេថាចូលសរសេរប្រភេទជាចំនួនទស្សភាគអញ្ចឹងអត់បញ្ហាទេបងសរសេរប្រភេទទៅជាទស្សភាគអញ្ចឹងគេដាក់ភាគបែងមកភាគអានេះភាគបែង10ភាគបែង100ភាគបែង1000បើបងប្អូនចេះមិនចាំប្រវត្តិវិញឆ្ងាយយកទៅអង្គុយចែកទេបងប្អូនអាចប្រើវិធីមួយទៀតវិធីដំបូងអាចប្រើវិធីចែកបានយក8ចែក10ទៅរក38ចែកនឹង1000ទៅយក84ចែកនឹងសំទោស38ចែក100 84ចែក1000ចែកទៅឃើញ0.ប្រមាណហើយ0.00អីចឹងទៅណាបាទឬក៏មកក្បាច់ទៀតបងប្អូនគាត់ថាសរសេរវាតាមយើងប្រៀបធៀបមើលនេះបាទសរសេរជាទស្សភាគបើសិនជាភាគបែង10ក្រោយក្បៀសមានតែមួយខ្ទង់ទេមើលណាខាងក្រោយក្បៀសមួយខ្ទង់ទេអញ្ចឹងនៅលើនេះលេខមានលេខមួយខ្ទង់ស្រាច់ចឹងដាក់តែម្ដងទៅ0.បាទ 0.8 ទៅបាទអញ្ចឹងខាងក្រោយក្បៀសមួយខ្ទង់នេះគេទស្សភាគ10ហើយភាគ10នេះតែភាគបែងវា10តែសេតែប៉ុណ្ណឹងបានហើយមិនបាក់វិញឆ្ងាយទេបាទអញ្ចឹងក្រោយក្បៀសមួយខ្ទង់ទស្សភាគ10ក្រោយក្បៀស2ខ្ទង់ភាគ100ចឹងទៅប៉ុន្តែបងប្អូនចង់ពិបាកខ្ញុំពិបាកយកទៅចែកទេយក8ទៅចែក10ទេដូចគ្នាអត់មើលគូចែកមើលមួយចែកអត់បានទេថែម0យើងដាក់0ដងទៅបាទ8មាន10 0ដង0ដង0 8ដល់0ដល់8ដដែលថែម0កាត់ក្បៀស80មាន8ម៉ាត់ដងអត់មាន10ម៉ាត់ដង18ដង80ដកមក0គូចែកឲ្យមើលក៏បងប្អូនខ្លះអត់ចេះណាអញ្ចឹងដូចគ្នាហ្នឹងនេះដូចគ្នាបាទអញ្ចឹងប្រើក្បាច់ណាក៏បានដែរឲ្យបងប្អូនចេះអញ្ចឹងឥឡូវនេះមួយទៀតលោកមិនចាំចែកទេអត់ចែកក្បាច់នេះទេរាប់យកតែម្ដងទៅដោយពួកនិយាយមកអញ្ចឹងថាក្រោយក្បៀស2ខ្ទង់ភាគ100អញ្ចឹងទៅបាទឥឡូវនេះយើងមើលនៅលេខខាងលើនេះក្រោយក្បៀស1ខ្ទង់វា2ខ្ទង់ស្រាច់អញ្ចឹងគាត់ថែម0ពីមុខហើយក្បៀសមួយទៅហើយថែមលេខនឹង38មកឃើញទេដោយសារលេខខាងលើគឺ2ខ្ទង់ស្រាច់ហើយអញ្ចឹងដាក់ក្រោយក្បៀសទាំងពីរមកតោះនេះបងបាទអញ្ចឹង 0.38 បាទភាគ10ភាគ100ឃើញទេភាគ100បាទអញ្ចឹងក្រោយក្បៀស2ខ្ទង់ភាគ100ហើយបាទចានេះ3ទស្សភាគពាន់ទស្សភាគពាន់
តតែសេក្រោយវាមាន3ខ្ទង់អញ្ចឹងមកចង់ឲ្យបាន3ខ្ទង់បងប្អូនថែម0ពីមុខនេះមួយមកថែមពីមុខណាអញ្ចឹងយើងដាក់0ក្បៀសិន0ក្បៀដោយសារលេខខាងលើនេះមានតែ2ខ្ទង់ទេបងប្អូនត្រូវថែម0មួយដើម្បីប្រគ្រប់3ខ្ទង់ប៉ុន្តែថែមអត់ថែមពីខាងក្រៅទេថែមពីមុខនេះបាទថែម0មុនមកថែម0ពីមុខណាបងណាបាទបន្ទាប់មកលេខរបស់គេមក84ទៅសេដើម្បីឲ្យគ្រប់3ខ្ទង់នៅខាងក្រៅ0ហ្នឹងបាទសេចក្ដីបាទអញ្ចឹងឃើញ0.084បាទសរុបសេ83បាទ84បាទស្គាល់តែបងប្អូនអាចយល់បានបិទវាថ្មីដល់ពេលអញ្ចឹងសេចង់ដិតល្អមកណាបាទអញ្ចឹងក្រោយវា3ខ្ទង់គេហៅថាទស្សភាគភាគព័ន្ធអានេះមានតែភាគរយយើងថែម0ពីមុខអីវាហើយបងប្អូនមិនជឿទេយកទៅចែកយក84ចែកនឹង1000ដូចលោកចែកមើលមិញឃើញគ្នាតទៅមុខទៀតបាទលេខ3ដាក់ថាចូលសរសេរប្រភេទជាភាគរយបាទសរសេរប្រភេទហ្នឹងឲ្យទៅជាភាគរយវិញចេះសរសេរមុនចង់សរសេរវាឲ្យទៅជាភាគរយធ្វើឲ្យភាគបាយវាគ្រប់100ទៅអូខេបាទបាទអញ្ចឹងយកប្រើក្បាច់ហ្នឹងក៏បានដែរបងណាប្រើក្បាច់ហ្នឹងក៏បានដែរបាទអញ្ចឹងមកដល់កន្លែងនេះលោកសូមប្រាប់មកក្បាច់ទៀតអានេះលោកនិយាយមិនអញ្ចឹងធ្វើឲ្យភាគបាយវាគ្រប់100ទៅចាអានេះឧទាហរណ៍ថាចង់ឲ្យគ្រប់100យើងគូននឹង10ទៅឃើញទេអាក្រៅគុណ10ឥឡូវគុណ10ដែរទេប៉ុន្តែមែនតើហាមសរសេរអញ្ចឹងបងណាដាក់យកតែម្ដងទៅដាក់យកចម្លើយនេះតែម្ដងទៅពេលកែនេះយើងធ្វើអញ្ចឹងណាអានេះ10ដង100ឃើញទេបងឥឡូវអាក្រោម10ដង100អញ្ចឹងឥឡូវបាន60ភាគ100ឃើញអត់បងអញ្ចឹងបើសិនជាភាគបាយវា100ហើយយើងសេជាភាគរយចេញហើយស្មើ60ភាគ100 60%អញ្ចឹងប៉ុណ្ណឹងស្មើ60%បាទឬមកក្បាច់ទៀតលោកប្រាប់ខាងក្រោមនេះមកក្បាច់ទៀតបងប្អូនមិនចាំធ្វើឲ្យភាគបាយវាទៅ100ទេបងប្អូនចូលវាគុណនឹង100តែម្ដងយកប្រភេទហ្នឹងគុណនឹង100ឧទាហរណ៍ថាយើង45ភាគ50យកវាគុណនឹង100ទេបាទយកគុណនឹង100តែម្ដងទៅបាទប្រភេទគុណនឹងចំនួនគុណយកបាទយកចំនួនភាគយកហ្នឹងគុណចំនួនគុណហើយចែកនឹងហ្នឹងមកអញ្ចឹងគុណមកយកនេះគុណនេះមកបាទ45គុណនឹង100ស្មើ45ដដែលហើយថែម02មកមិនបាក់គុណទៅឆ្ងាយបងណាគុណនឹង100ថែម02ទេហើយចែកនឹង50ទេភាគបាយនៅសាតុក0សម្រួលចេញបានទេបងណាបាទអញ្ចឹងចែកមកយក450ចែកនឹង5មកបាទកាត់យកពីខ្ទង់45មាន5ម៉ានដង5 4ដង45 45 0 0តម្លាក់មកឃើញ90%តែម្ដងបាទអញ្ចឹងឃើញ90%ឬក៏បងប្អូនធ្វើតាមលោកគ្រូមិញយកវាគុណ2ក្រោមគុណ2ឃើញ100ឃើញ50គុណ2 100ឥឡូវគុណ2ដែរបាន90អញ្ចឹងប្រើក្បាច់ណាស្រួលប្រើហ្នឹងទៅអញ្ចឹងបងប្អូនដាក់តែចម្លើយចេះមក90%អញ្ចឹងទៅកន្លែងនេះយើងកែនេះខាងក្រៅណាបងចំណែកនេះវិញភាគបាយ100ស្រេចយល់ទេភាគបាយ100ស្រេចអញ្ចឹងយើងទៅសេមក90%តែម្ដងមកដោយសារភាគបាយវា100ស្រាប់ហើយបាទអញ្ចឹងលោកគ្រូប្រាប់ពីក្បាច់អីបងចេះទី1គុណនឹង100ទី2យើងធ្វើឲ្យភាគបាយវា100អញ្ចឹងទៅករណីភាគបាយវាបាក់ឧទាហរណ៍គេប្រាប់ភាគបាយវា30មិនដឹងគុណនឹងប្រមាណស្មើ100ទេអញ្ចឹងប្រើក្បាច់លោកគ្រូធ្វើនេះបាទប្រើក្បាច់នេះទៅអត់ខុសទេបាទយកគុណនឹង100ទៅតោះកុំឲ្យខាត់ពេកតទៅមុខទៀតបាទកន្លែងនេះបាទអញ្ចឹងកន្លែងនេះគេដាក់ថាចូលប្រាប់ឈ្មោះនិងប្រភេទមុំខាងក្រោមបាទឈ្មោះនិងប្រភេទមុំបងប្អូនមើលយើងមើលនេះគេប្រាប់មកមុំ35ដឺក្រេមុំគេឲ្យប្រាប់ឈ្មោះនិងប្រភេទមុំឈ្មោះមុំអីគេ A B C ឬ B A C បងមើលអញ្ចឹងបងប្អូនទៅចាំមកកម្ពូលមុំនេះដាក់នៅកណ្ដាលអក្សរវាណាអក្សរមាន3ហើយ C មុំមានអក្សរ3មានអក្សរ3ហ្នឹងបងអញ្ចឹងដល់ពេលអានយើងអានថា B A C គឺកម្ពូលមុំត្រូវដាក់ចំកណ្ដាលឬក៏បងប្អូនចង់អានថា C A B ក៏បានត្រូវដូចគ្នាបាទអញ្ចឹងឈ្មោះមុំគឺ B A C អញ្ចឹងណាបងណាកន្លែងនេះត្រូវនៅកណ្ដាលគេចឹងកម្ពូលមុំអញ្ចឹងបាទ B A C ហើយមុំនេះជាមុំអីមុំមានប្រមាណប្រភេទបាទមុំមាន4ប្រភេទមានមុំស្រួចមុំកែងមុំទៀលហើយនិងមុំរៀបបាទមុំស្រួចមានរង្វាស់តូចជាង90ដឺក្រេចាំបងមុំកែងមានរង្វាស់90ដឺក្រេមុំទៀលមានរង្វាស់ធំជាង90ដឺក្រេហើយតូចជាង180ដឺក្រេចំណែកមុំរៀបគឺរង្វាស់វា180ដឺក្រេតែម្ដង
mà trọng chẳng này chắc muốn đi tôi trên can sấp mình này thay chỉ muốn sửa cái chạm một đó bạn trong chỗ đọc khó này cứ muốn một ấy này cũng bạc làm ăn chứ anh ấy nơi cái đào kia đó vốn cái pùn mông tới nơi cái đào chẳng ai là nào muốn ngựa bàn này chẳng đã tại mà đăng đó đế ai là của anh chịu sao bạn bạn lấy là đi và đế ai anh chịu sao bạn đây bạn đập về mông nó chia mông một vầy mông cái sắp được cái là của bạn vậy mà chẳng chia mông cái và một cái cả sắp được cái tạo dựng to từ một tiết bạn chân là sạc tí phí này cái đã thả chỗ phu phong này con khò rốt bóng pính không bỏ ọc chấm lại ở bàn tầm trời này bỏ ọc chấm lại này nhưng mà này có này khò chỗ an mong hàng cám tạm tầm rong một phay buôn mong dừng dành tại hay là mong sạc lắm bà cứ ăn một phay buôn màu đó vốn mà lấy môi này lịnh muối ní màu đã lịnh muối thì chụp phí một phay pram mình này thèm màu muối một phay pram này tì vẫn đó màu muối phay pram này tì lấy nào màu muối một phay pram này tì này màu muối một phay pram một phay này tì này xem tao màu muối một phay pram này tì này vẫn đó màu muối một phay pram này tì cái cổ chẳng lịnh muối từ cổ mơ vô được hạt bạc đấy anh ấy màu 4 sai cho pram này tì nè màu pram 4 sai tập 5 នាទីអូខេទេម៉ោង 9:45 នាទីអញ្ចឹងត្រូវនឹងងម៉ោង 9:45 នាទីនេះលេខ3នេះម៉ោង 20:15 នាទីម៉ោង 20 ស្មើម៉ោង 8 យប់ហ្នឹងណាបាទម៉ោង 20:15 នាទីណាម៉ោង 20:35 នាទីខុសហើយនេះឯណាម៉ោង 20:15 នាទីនេះម៉ោង 20:15 នាទីchẳng tới cò lịch bánh tới cò trong này trongក្រោយនេះម៉ោង 22:30 នាទីនេះម៉ោង 22:30 នាទីអញ្ចឹងខបាទអញ្ចឹងមានប៉ុណ្ណឹងអត់ខអត់ត្រូវទេគេដាក់ប្រឡប់យើងយកលើមួយបាទអត់ពិបាកទេបាទចូលដល់លេខ 6នេះដាក់ថាចូលកណនីតម្លៃមធ្យមតម្លៃមធ្យមបងប្អូនស្គាល់ហើយតម្លៃមធ្យមគឺជាតម្លៃកណ្ដាលមធ្យមភាពមធ្យមអីនោះលោកគ្រូអ្នកគ្រូគាត់កណនីតាមតម្លៃមធ្យមនឹងឯងបាទអញ្ចឹងចង់រកតម្លៃមធ្យមចាំមើលចាំលោកគ្រូបញ្យល់បន្តិចទៀតណាអានឲ្យសិនបាទឧទាហរណ៍លំហាត់គេថាសុកទិញសៀវភៅ5ក្បាលពីបណ្ណាគារ5កន្លែងខុសគ្នាអញ្ចឹងសៀវភៅ5ក្បាលទិញ5កន្លែងខុសគ្នាបណ្ណាគារទី1លក់តម្លៃ 800ទី2លក់តម្លៃ 500ទី3លក់ 600ទី4លក់ 900និងទី5លក់តម្លៃ 1000 រៀលតើជាមធ្យមសៀវភៅមួយក្បាលថ្លៃប៉ុន្មានបាទចង់ដឹងរកតម្លៃមធ្យមមកវាតម្លៃមធ្យមមើលណាតម្លៃមធ្យមត្រូវយកតម្លៃសៀវភៅហ្នឹងតាមហាងនីមួយៗហ្នឹងមាន5ហាងហ្នឹងមានតម្លៃ 800 500 600អីនេះណាបូកបញ្ចូលគ្នាហើយចែកនឹងចំនួនហាងហ្នឹងឧទាហរណ៍ហាងមាន5អញ្ចឹងយកតម្លៃទាំង5ហ្នឹងបូកបញ្ចូលគ្នាហើយចែកនឹង5ហាងចែកលេខ5ទៅអូខេហើយអញ្ចឹងតោះចាំមើលលោកគ្រូសេមើលបាទគឺធ្វើបែបនេះបងណារកតម្លៃជាមធ្យមនៃសៀវភៅមួយក្បាលអញ្ចឹងយកតម្លៃតាមហាងមួយនេះលោកគ្រូស្រង់មកមិញណានេះអញ្ចឹងមាន800មាន500មាន600មាន900ចុងក្រោយមាន 1000ចែកនឹងចំនួនហាងហ្នឹងមានប៉ុន្មានចំនួនតម្លៃតាមហាងមាន5ហាង1 2 3 4 5ចែកនឹង5ទៅបាទឥឡូវយើងបូកសិនមកបងណាឥឡូវបូកខាងលើមកអញ្ចឹងលោកបូកឲ្យហើយសិនបាទអញ្ចឹងបូកតែម្ដងបូកអស់គ្នាទៅបងប្អូនមើលបូកយកស្រួលបូកចែកអញ្ចឹងណា500បូកនឹង600 1100បូកនឹង900វាឡើង 2000 ណា2000បូក 1000ឡើង 3000បូកនឹង 800អញ្ចឹងឃើញ 3800 រៀលបាទ 3800អញ្ចឹងណាហើយចែកនឹង5ទៅបូកដូចចាំចែកដោយតម្លៃមធ្យមវាអញ្ចឹងលោកគ្រូចែកឲ្យមើលសិនចែកនឹងឥឡូវចែកឡើងនេះសាប់មើលមកចែកខាងក្រៅយក 3800 បាទចែក5ចែកឲ្យបងប្អូនមើលគ្រូដាក់ទី5បងប្អូនខ្លះអត់សូវចេះណាអញ្ចឹងលោកគ្រូសុំចែកមួយចុះបាទ
cắt vô pi thùng sam bộ bấy mới pram mà đâu pram per long sam pram đỏ máu này 7 đỏ pram 7 đỏ bấy sầu lẹ sầu máu và sam sấp mới pram mà đóng pram 6 đỏ pram 6 đỏ sam sấp đỏ sam sấp sầu lẹ sầu 1 ទៀតមកថែម0 1ចឹងជាមធ្យមមកវាគឺ760តម្លៃវាជាមធ្យមណាតម្លៃមធ្យមមកវាគឺ760បាទ60រៀលចឹងមួយក្បាលតម្លៃជាមធ្យមវាគឺប៉ុណ្ណឹងណាគេឲ្យតម្លៃមធ្យមគឺរកអញ្ចឹងបាទ760រៀលចឹងអត់ពិបាកទេប៉ុណ្ណឹងលេខ7ចូលគូរូបខាងក្រោមនេះជាប្លង់នៃស្រះទឹកមួយដែលមានបណ្ដោយ30ម៉ែត្រទឹកទឹក15ម៉ែត្ររកមាត្រដ្ឋាននៃប្លង់ស្រះទឹកនៅតានេះចឹងឯណាប្លង់ស្រះទឹកហ្នឹងបាទនេះជាប្លង់ស្រះទឹកបាទចឹងយើងយកវាមានគេប្រាប់តម្លៃពិតទំហំពិតណាបងទំហំពិតនៅក្នុងផែនដីនៅលើផែនដីយ៉ាងនេះបណ្ដោយ30ទឹកទឹក15ម៉ែត្រនិងម៉ែត្រទេចំណែកក្នុងប្លង់គេគូមកព្រមអត់ប៉ុណ្ណេះក្នុងប្លង់มันអាចគូ30ម៉ែត្រទៅក៏10ម៉ែត្រ20ម៉ែត្របានទេដោយសារក្នុងកណ្ដាស់ទូចមួយហ្នឹងគេត្រូវបង្រួមវាតាមមាត្រដ្ឋានអញ្ចឹងដើម្បីរកមាត្រដ្ឋានគេត្រូវធ្វើម៉េចដើម្បីរកមាត្រដ្ឋានគេត្រូវយកទំហំនៅក្នុងប្លង់គឺទំហំនៅក្នុងកណ្ដាស់ហ្នឹងទៅធ្វើផលធៀបជាមួយនឹងទំហំពិតនៅលើផែនដីនេះបាទគឺផលធៀបគឺផលចែកបាទអញ្ចឹងត្រូវយកទំហំក្នុងប្លង់ចែកឲ្យទំហំពិតប្រាកដឥឡូវយើងចាប់ដើមមើលបាទមាត្រដ្ឋានយើងចង់គិតជាម៉ែត្រក៏បានយើងចង់គិតជាសង់ទីម៉ែត្រក៏បានប៉ុន្តែយល់ល្អយើងគិតជាសង់ទីម៉ែត្រទៅបាទយើងគិតជាសង់ទីម៉ែត្រទៅដើម្បីទៅជាសង់ទីម៉ែត្របងប្អូនទៅបដូរលេខនេះសិនបដូរអស់នេះទៅជាម៉ែត្រអស់ដោយសារនេះជាម៉ែត្រអញ្ចឹងម៉ែត្រនិងសង់ទីម៉ែត្រអាចចែកនេះមួយគ្នាបានទេទៅបដូរវាអញ្ចឹងបដោយវាមួយដាក់បបណ្ដោយណាបាទធ្វើកាត់ទេបងប្អូនចាំធ្វើមែនតើធ្វើឲ្យវិញទេបាទបណ្ដោយហ្នឹងវាប្រហែលបាញ់បណ្ដោយវា30ម៉ែត្របាទដាក់លើតិចដោយ30ម៉ែត្របាទបដូរវាទៅជាសង់ទីម៉ែត្រទៅបាទ30ម៉ែត្រ30លេខចាស់ណាលោកគ្រូបរៀនឲ្យយើងរាប់លឿនបន្ទាប់ពីម៉ែត្រមកដេស៊ីម៉ែត្រថែម0.1ទៅមុនបន្ទាប់ពីដេស៊ីម៉ែត្រមកសង់ទីម៉ែត្រថែម0.1ទៀតផ្សេងចឹងមកអត់បាក់ទេសង់ទីម៉ែត្រសំខាន់បងប្អូនដឹងតែຂະຫນាតបន្តវាប្រហែលស្អីចឹងណាបាទអញ្ចឹង30ម៉ែត្រហ្នឹងគឺស្មើនឹង300សង់ទីម៉ែត្រ3000សង់ទីម៉ែត្រតតឹងវាតតឹង15ម៉ែត្រតតឹងលូដាក់សតូច15ម៉ែត្របដូរទៅជាសង់ទីម៉ែត្រគឺអីគេដាក់លេខ15មកហើយមកបាទបន្តពីម៉ែត្រដេស៊ីម៉ែត្រសង់ទីម៉ែត្រឃើញទេអូខេប៉ុណ្ណឹងបានបាត់ហើយដូចលោកគ្រូនិយាយមកអញ្ចឹងថាយកដើម្បីរកមាត្រដ្ឋានត្រូវយកទំហំក្នុងប្លង់ចែកឲ្យទំហំពិតបាទតោះចតាមបាទរកមាត្រដ្ឋាននៃប្លង់ស្រះអញ្ចឹងយកទំហំក្នុងប្លង់គឺអានេះក្នុងប្លង់ធៀបនឹងទំហំពិតបាទទំហំពិតនេះអញ្ចឹងបដោយតាមធៀបមួយបដោយទៅតឹងធៀបមួយទៅតឹងទៅឥឡូវលោកយកបដោយមកដាក់មុនសាកមើលទៅដូចតែគ្នាទេបាទឥឡូវ6សង់ទីម៉ែត្រទៅលើហើយអាផ្ទៃដីពិតនេះគឺយកអាកន្លែងសង់ទីម៉ែត្រដាក់ដូចគ្នាហើយຂະຫນាតដូចគ្នាណាបង3000សង់ទីម៉ែត្រអញ្ចឹងគេធ្វើការសម្រួលវាដែរតែគូចង់សម្រួលនឹង6ព្រោះលេខនេះអាចសម្រួលនឹង6បានអញ្ចឹងសម្រួលនឹង6ឥឡូវចែកនឹង6បាន1ណាបង6ចែកនឹង6បាន1ដែរហាក្រោមចែកនឹង6ដែរបាទចែកនឹង6តែគូដាក់ចម្លើយទៅដល់កាត់ណាបើគូអាចយកទៅចែកអាចទៅចែកតាមប្រមាណទីណា30មាន6ម៉ាត់ដល់6 5ដង30 0សល់02តម្លាក់1តម្លាក់1ថែម1 01តម្លាក់1ថែម01អញ្ចឹងយើងបានមាត្រដ្ឋាន1លើ500នេះជាមាត្រដ្ឋានស្រះហើយបងប្អូនចង់រកមួយទៀតទៅអានេះបដោយណាឥឡូវរកតឹងមួយទៀតចង់ប្រៀបធៀបថាវាស្មើអត់វាដូចគ្នាអត់តឹងលោកយកប្រវែងប្លង់នេះ3ម៉ែត្រ3សង់ទីម៉ែត្រធៀបជាមួយនឹងប្រវែងពិតនេះគឺ1500សង់ទីម៉ែត្រឃើញទេ1500សង់ទីម៉ែត្រហើយលោកសម្រួលវានឹង3លោកសម្រួលលើនឹង3ក្រោមក៏3ដែរចេះសម្រួលទេបងសម្រួលគឺបង្រួមវានឹងលេខតែមួយទាំងលើទាំងក្រោមឥឡូវសម្រួល3ក្រោមក៏សម្រួល3សម្រួលតែចែកវាណាឥឡូវចែក3មកបាន1 3ចែក3បាន1ក្រោមចែក3មកកាត់ចូល2ខ្ទង់ដូចគ្នា
15មាន3ប្រហែលដង3 5ដងវាដល់15 15 0 0ម៉ាន់0 2 1 2តម្លាក់មក1 2គេដូចគ្នាបងបាទអញ្ចឹងមេត្រដ្ឋានរបស់វាគឺ1លើបាទ1លើ500គេសេមកដូចនេះមេត្រដ្ឋានគឺ1លើ500បាទនេះជាចម្លើយបងណាមានន័យថា1លើ500មានន័យថា1សង់ទីម៉ែត្រនៅលើប្លង់ទេនៅក្នុងប្លង់នេះស្មើនឹងផ្ទៃដីពិតប្រកបហ្នឹងគឺ500សង់ទីម៉ែត្របាទបងស្គាល់ទេ500សង់ទីម៉ែត្រគិតទៅ5ម៉ែត្រអានេះ1សង់ទីម៉ែត្រមាន1កន្លះសភៅ1កន្លះសភៅលើបន្តិចណាស្មើនឹងលើផ្ទៃដីហ្នឹង500សង់ទីម៉ែត្រ500សង់ទីម៉ែត្របើគិតជាម៉ែត្រស្មើនឹង5ម៉ែត្របាទខ្ញុំថាបងប្អូនយល់បានអូខេប៉ុណ្ណឹងចុះតទៅមុខទៀតបាទអញ្ចឹងលំហាត់លេខ8នេះច្រើនណាស់លំហាត់បងប្អូនអើយសូមប្រឹងប្រែងទាំងអស់គ្នាណាចូលសង់រង្វង់និងដាក់ឈ្មោះនៃធាតុរង្វង់ឲ្យបានត្រឹមត្រូវនេះគេឲ្យសង់រង្វង់ផ្ចិតពេផ្ចិតវាជាសោពេហើយកម្មពេគុយស្មើនឹង4សង់ទីម៉ែត្រអង់គ្លេសថា PQ អូខេអត់ពិបាកទេបងប្អូនយកដាច់ឈានមកបាទកម្មនេះ4សង់ទីម៉ែត្រអញ្ចឹងកម្មយើងទាញឲ្យបាន4សង់ទីម៉ែត្រមក4សង់ទីម៉ែត្រហ្នឹងគូខ្វោមកប៉ុន្តែបើតាមទៅกระดาษនេះ4សង់ទីម៉ែត្រយ៉ាប់តិចហើយ4សង់ទីម៉ែត្រលើក្រោមបូកទៅធំណាបងណាបាទអញ្ចឹងយើងគូជាក់ស្ដែងដែរអាចថាលៃលោកខិតបាននេះតិចបានខិតបាននេះអាចគូបានធំបាទអញ្ចឹងបើយើងគូឲ្យត្រូវຂະຫນាតយើងទាញអាហ្នឹងឲ្យបាន4សង់ទីម៉ែត្រណាទាញតម្រូវនឹងបន្ទាត់យើងបាន4សង់ទីម៉ែត្រដែរបន្ទាប់មកបានយើងយកវាមកគូបងប្អូនគូលៃតាមបាននេះតិចមកណាមកគូក្នុងនេះខិតមកក្នុងនេះគឺប៉ះសលើក្រោមហើយអញ្ចឹងខិតមកខាងនេះមកបងណានេះប្រហែលគ្រូហ្នឹងគូលៃមើលបងហ្នឹងហើយគូមកយ៉ាសំទោខ្មោចដៃចង់ដិនបាទគូចឹងមកបងបាទនេះជារង្វង់មួយបាទនេះផ្ចិតនៅកន្លែងនេះបាទគូមកបាច់ដិតពេកមើលទៅប៉ុណ្ណឹងក៏បានដែរគូអ្នកគ្រូគាត់ឃើញហ្នឹងហ្នឹងបាទផ្ចិតហ្នឹងគឺអក្សរពេនេះគេហៅថាសង់ផ្ចិតរង្វង់ផ្ចិតពេហើយកម្មវាពេគុយកម្មគឺជាអង្កត់ដែលគូភ្ជាប់ពីផ្ចិតនៃរង្វង់ទៅធ្នូណាមួយបាទទៅធ្នូនេះគេហៅធ្នូរង្វង់គូភ្ជាប់មកទៅតាណាក៏កម្មដែរចង់ទៅលើទៅក្រោមទៅឆ្វេងទៅស្ដាំអីបានទាំងអស់បាទគូត្រង់ក៏បានគូវិចប្រឆិតចេះក៏បានដែរកម្មទាំងអស់ហ្នឹងបាទកម្មបាទចឹងគូចេះចុះណាឲ្យត្រង់ស្រួលមើលបាទនេះជាកម្មហើយកម្មនៃរង្វង់ហើយបាទអញ្ចឹងកម្មហ្នឹងតាំងតែអក្សរអីគេណែពេគុយអញ្ចឹងកន្លែងនេះគឺគុយQ អង់គ្លេសថា Q បាទ4សង់ទីម៉ែត្រណែធ្វើម៉េចទាញឲ្យគ្រប់4សង់ទីម៉ែត្រនោះបងគូមកប៉ុណ្ណឹងហើយខ្ញុំគូខិតមកខាងនេះគូខិតមកខាងនេះអត់អស់ទេអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងតិចពេលគូបាទខ្មៅដៃអីខ្មៅតែគូបាទទឹកប៊ិចហ្នឹងវាពិបាកលុបនេះមកចុងក្រោយបាទ3ទំព័រគួរសមអ្នកសាច់ដែរតើអ្នកចេះទៅរួចអ្នកអត់ចេះយ៉ាប់តិចហើយបាទចឹងរយៈពេល40នាទីមិនច្រើនទេចូលសង់មុំខាងក្រោមនេះដោយប្រើ Raptor កមុំ ABC ស្មើ45ដូចគេបាទអញ្ចឹងប្រើ Raptor គូស្រួលទេបងប្អូននេះ Raptor យើងមាន Raptor អញ្ចឹងចង់សង់មុំឬដំបងគូបន្ទាត់មួយសិនគូបន្ទាត់មួយសិនគូចង់សង់ទៅលើក៏បានចង់មកក្រោមក៏បាទចង់សង់ទៅខាងនោះវិញក៏បានទៅខាងណាក៏បានអញ្ចឹងសំខាន់យើងដឹងថាកំពូលមុំជាអក្សរអីហើយឥឡូវយើងក៏បានតន់គិតកំពូលមុំគូគិតលើមុំនេះក៏ឲ្យ45ដឺក្រេអញ្ចឹងដើម្បីសង់វាបងដូចអ្នកគូបន្ទាត់ដូចលើគូមិញមួយហើយបន្ទាប់មកដាក់ឲ្យត្រួតស៊ីគ្នាជាមួយនឹងបន្ទាត់ខ្សែលើនេះបងណាអត់ដាក់ក្រោមទេជាដាក់លើនេះបាទហើយកំពូលមុំចង់ដាក់កន្លែងនេះដាក់ចុចនឹងមួយទៅដាក់ឲ្យចំលេខ0នេះបងណាចំកន្លែងនេះដាក់ចំហើយចាំណាយើងពិនិត្យមើលអត់តាន់ត្រួតស៊ីគ្នាបន្ទាត់នេះអត់តាន់ត្រួតស៊ីគ្នាមើលបន្ទាត់ក៏ហមគូទីគូសេរីវាត្រួតស៊ីគ្នាទាំងអស់អានេះគេចំកពូលអានេះគេចំដែរត្រួតស៊ីមើលនេះណាបងណាត្រួតហើយអញ្ចឹងលោករាប់ពីលេខ0នេះទៅរាប់ដេញម្នេះវិញណា0 10 20 30 40អញ្ចឹងបើ45នេះ
hà cái nhé sẽ pram lại nhẹ phong phong chơi cho năng môi đấy cho làm môi hai phong phong vô là bắt tép cho bị chồng đấy mà chồng đằng máu người ta giờ mạch cú đo đằng đề giờ còn là đại cho bị nhận đấy cú tập quán các bạn này mạch cú đo lên đằng đề những bạn muốn sai thì làm được cái này sai sẽ làm được cái này sầm khán và một đại dạng mạch là sò chẳng được là của bạn bị chạy khăn lơ mình đá cứ nơi cái đá đấy chỉ có pun mồm này thò cái đá cái này thò cái đá nó chỉ có pun mồm đấy mà một cái xí mồm rồi chạy đấy chỉ ăn nó chỉ có pun này đã bề hai mà mọi vay cho ngày hay cái này chọn đã lơ các bạn cái đầu các bạn đã cái đầu thấy hay c này cái lơ như thế các bạn này thấy nhớ vốn xin đi mẹ bạn đi mồm này mới tiền mà lên là sống bài một này mà đó mồm mà rồi xàm pram lên là đã smart này chưa smart chưa đã khắp này mình bà giờ phần năng chứ hay là cô cho cái pun mồm là cái này mình giờ cái pun mồm khả năng bà thấy sẽ thấy định mình chắn đại true xịt này một xài bật này hay này xấu này trong trường hợp này bà đại trong thêm đó mà ngoài bên trái này trong mấy này vẫn đấy xài bật này cái chóng anh ấy cái trong trường hợp này hay là cô rộp bị nạt thầy bà chẳng được sao là cô chọn vô môn vía bài thì khả năng bài thì khả năng với nhé chẳng bài mà khả năng nhiều rộp bị sâu mình thầy bà phó mình đấy nhưng trong rộp nhưng trong bài ta nó xong tao một bài mà đấy để cô tôi rộp cái này mình xong tao mìnhจะlàm rộp để này mấy nhá để cô chọn bài từ khang nó mình bài mà khang này mình là đại tuột sang máu hay rộp pi trong nói sâu này tay để sâu lờ ở trên bị sâu nó trời sâu đậm phay sam sa hà học chặt bài cài nè cài rối mà rồi đóc mà rồi một thấy mà rồi xàm phải nhớ vẫn trong bây giờ mà rồi xàm lắm nè cho lòng mà rồi xài nè lại nhẹ phọt tịnh bát hay muốn đấy nè bắt toàn là cái nào này bà em đó thì bà chẳng lại này là của chạy lại này cho nằm mới chứ nó này lại đi rồi xàm pram hay là của chọp tới bà của chọp tới anh em mà nhé lòng chạy lời mày không cô đã tay đã bắn hết bát này mà chúng váy chẳng ai đi nè được bằng một bài để nó với nhé đấy mồm này cứ mồm tê lại lời vì cái giúp được cái đấy cứ mồm tê lại mà rồi sàn sẽ làm được cái này lại năng và hay có bốn mồm cứ gạt to nữa cái đà cái này nhé hoài bằng lệ thảo vai và đang tại y cái này hái so pin những đạn là đây giật ấy chừng tệ và nó ok tụ bàn và tụ tràn này còn nắng nó vẫn bà chân miền bản năng một vốn không ta một lại vừa bán bà chân chuyên phố một được ởนี้và lò bàn để lò nè lại lại đi của môi để ở này sang phải bà con tràn